សម្រាប់ថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកមើលរថយន្តដែលពិនិត្យចិត្តចង់ខ្លាំងមែនទែនគឺ brand Rolls-Royce Phantom ឆ្នាំ2014ម្យ៉ាងទៀតបងប្អូនបើគិតពីឆ្នាំ2014មកដល់2026របស់យើងអាយុវាចូល14ឆ្នាំហើយតែភាពពិនិត្យរបស់ Rolls-Royce បងប្អូនគឺនៅតែរក្សា signature របស់ Rolls-Royce គឺបណ្ណាប្រឈរហើយនឹងរូប logo មនុស្សស្ដាងស្លាប់ដែលជានិមិត្តសញ្ញារបស់ Rolls-Royce ហើយម្យ៉ាងទៀតបងប្អូនកាលឆ្នាំ2014តម្លៃឡាននៅថ្មីខ្លាញ់គោតម្លៃវាអាចចូលដល់80,000ជាងទៅ1លានជាងតែបច្ចុប្បន្នបងប្អូនតម្លៃត្រឹមតែ248,000នេះបងប្អូនអញ្ចឹងបងប្អូនអាចមកមើលរថយន្តមួយគ្រឿងនេះបានអញ្ចឹងបងប្អូនកលេចត្រឡប់មកវិញប៉ាណានៅខាងមុខអញ្ចឹងមិនថាឆ្នាំ2008 2014 2020ឬ2026បងប្អូនប៉ាណាលក្ខណៈថារៀងប្រឈរជា Rolls-Royce តែម្ដងហើយរៀងជាជ្រុងរក្សានៅ signature វាដដែលអញ្ចឹងបងប្អូនមានសញ្ញោបដេញនៅខាងក្រោមហើយអ្វីដែលកាន់តាក់ទាញថែមទៀតគឺការផ្ចិតផ្ចង់គូដោយដៃពីរឆ្នូតនេះបងប្អូនគឺផ្ចិតផ្ចង់ខ្លាំងមែនទែនតែម្ដងការគូដោយដៃមិនមែនជាការបិទទេបងប្អូនគឺគូដោយដៃតែម្ដងអញ្ចឹងបងប្អូនកលេចមើលតែចាំកង់បងប្អូនចាំកង់ស្អាតខ្លាំងមែនទែនតែម្ដងរមេញោមហើយដាក់អក្សរ logo Rolls-Royce នៅកណ្ដាលតែម្ដងហើយបំពាក់ជាមួយសំបកកង់22អ៊ីងអញ្ចឹងបងប្អូនទៅកលេចខាងក្នុងទាំងអស់គ្នាតើមានភាពពិនិត្យខ្លាំងបែបណាសម្រាប់ Rolls-Royce Phantom របស់យើងសម្រាប់ថ្ងៃនេះមានអារម្មណ៍ថាប្លែកបានឡើងរថយន្តដែលពិនិត្យហើយបងប្អូនគិតទៅឆ្នាំ2014អញ្ចឹងការរចនាគឺមានភាពពិនិត្យហើយចិត្តចង់ខ្លាំងមែនទែនអញ្ចឹងបងប្អូនកលេចមើលផ្នែកចំហៀងនៃទ្វារគឺបំពាក់ជាមួយឈើតែម្ដងអត់បិទទេណាបងប្អូនមិនមែនយើងបិទជាមួយនឹង form ការឈើណានេះឈើសុទ្ធតែម្ដងហើយកដៃចង្កូតរបស់យើងក៏បំពាក់ជាមួយនឹងស្បែកលាយមួយឈើហើយនៅផ្នែកខាងមុខនៃតាប់ឡូខាងមុខវិញបងប្អូនគឺឈើសុទ្ធតែអស់តែម្ដងការផ្ចិតផ្ចង់របស់ Rolls-Royce បងប្អូនទាំងថ្នេរទាំងបំពាក់ជាមួយឈើគឺមានភាពលម្អិតអញ្ចឹងនៅផ្នែកខាងមុខរបស់យើងសុទ្ធតែបេតុងសម្រាប់យើងក្នុងការចុចប្រើប្រាស់ទាំងអស់អញ្ចឹងសម្រាប់នៅខាងមុខនេះអញ្ចឹងគឺយើងចុចពីលើវាគឺសម្រាប់បងប្អូនដាក់សម្ភារៈដាក់ទូរស័ព្ទបានតិចតួចបន្ថែមទៀតហើយអ្វីកាន់តែពិសេសបងប្អូនសម្រាប់ក្នុងការបញ្ជាជាមួយនឹងកៅអីឡើងចុះគឺប្លែកមែនទែនក្នុងការបញ្ជាកៅអីទៅមុខទៅក្រោយយើងបញ្ជាជាមួយនឹងកៅអីទៅមុខឬក៏ទៅក្រោយសម្រាប់ក្នុងការបញ្ជានៅ option នៅជាប់ចំហៀងដៃតែម្ដងហើយម្យ៉ាងទៀតបងប្អូនសម្រាប់បងប្អូននេះងាយស្រួលមែនទែនបងដែលជួបបរិយក៏អាចគោះបរិយលើនឹងបានហើយម្យ៉ាងទៀតបងប្អូន option ដែលយើងបញ្ជានៅនេះហើយបានបំពាក់ជាមួយនឹង option បញ្ជាជាមួយនឹងកាប់បិទបើអញ្ចឹងមានន័យថាបងប្អូនដែលធ្វើដំណើរចង់ឲ្យមានខ្យល់អាកាសចូលមកដល់ខាងក្នុងរីឡេកបន្ថែមទៀតយើងអាចបញ្ជាចុចបានបងប្អូនអញ្ចឹងកលេសទៅមើលកៅអីនៅជួរខាងក្រោយជាមួយខ្ញុំទាំងអស់គ្នាតើមានភាពពិនិត្យពិសេសយ៉ាងណាបន្តទៀតបងប្អូនហើយបើនិយាយពីផ្នែកខាងក្រោយវិញបងប្អូនគឺមានភាពពិនិត្យខ្លាំងមែនទែនសម្រាប់ brand របស់ Rolls-Royce របស់យើងអញ្ចឹងក្នុងការដែលយើងទាញទ្វារបិទយើងមិនបាច់ប្រើតែទាញដៃទេបងប្អូនយើងចុចតែប៊ីតុងនៅទាញចំហៀងមកវាអញ្ចឹងបិទអូតូឯងបងប្អូនហើយម្យ៉ាងទៀតអ្វីដែលកាន់តែពិសេសក្នុងការដែលយើងមើល option បញ្ជាអីយើងជាជាមួយនឹង option អីយើងបញ្ជាជាមួយ DVD បំពាក់ជាមួយ option នៅខាងមុខឬក៏បងទាញត្រឡប់មកវិញបងដាក់សម្ភារៈក្នុងការធ្វើការងារក៏បានដែរហើយមានទាំងពីរបងប្អូនអញ្ចឹងមិនថានៅខាងមុខមិនថានៅខាងក្រោយទេគឺបំពាក់ជាមួយ option នៅដៃទ្វារចំហៀងហើយបំពាក់ជាមួយឈើបដ សម្រាប់ក្នុងការធ្វើដំណើរបងប្អូនស្រីៗនឹងអង្គុយរថយន្តនឹងអាចឆ្លុះកញ្ចក់តុបតែងឲ្យបន្ថែមបានទៀតហើយអ្វីកាន់តែពិសេសបងប្អូនចង់អង្គុយលក្ខណៈថា relax ឲ្យស្រួលខ្លួនហើយពិភាក្សាការងារអីក៏ទាញមានតម្រដៃផងដែរចង់អង្គុយពីរនាក់យើងអាចកាច់តម្រដៃបញ្ជាជាមួយ option ឬក៏បងលក្ខណៈគ្រួសារក្នុងការធ្វើដំណើរវិញក៏យើងអាចកាច់ជាមួយតម្រដៃនេះទៅខាងក្រោយក៏បានដែរអញ្ចឹងអង្គុយលក្ខណៈថាវាស្រឡះខ្លួនល្អមែនតើអញ្ចឹងបងតាមដាននៅផ្នែកខាងក្រោយរបស់ខ្ញុំទាំងអស់គ្នាតើមានភាពពិសេសនៅចំណុចណាថែមទៀតនៅក្នុងខាងក្រោយរថយន្ត Phantom របស់យើងជារថយន្តប្រភេទទូវែងហើយបងប្អូនកលេចមើលរាងគេមកវិញវាស្អាតខ្លាំងមែនទែនហើយម្យ៉ាងទៀតបងប្អូនជាគៀងគេលក្ខណៈថាជ្រុងតែម្ដងពិសេសខ្លាំងណាស់ពណ៌នេះពណ៌គេថាពណ៌កំពុងតែពេញនិយមពណ៌ធូរថូនណាបងប្អូនស្អាតខ្លាំងមែនទែនហើយជាក់ស្ដែងបងប្អូននៅក្នុងខាងក្រោយរបស់យើងក៏ធំទូលាយផងដែរក្នុងការដាក់សម្ភារៈបានច្រើនខ្លាំងមែនទែនក្នុងការប្រើប្រាស់ជាមួយរថយន្ត Rolls-Royce របស់យើងគឺនៅតែពេញនិយមនៅតែមានការគ្រប់គ្រង brand របស់ Rolls-Royce សម្រាប់បងដែលបានមើលវីដេអូនេះរួចរាល់ហើយមានចំណាប់អារម្មណ៍ជាមួយរថយន្ត Rolls-Royce Phantom ឆ្នាំ2014របស់យើងអាចធ្វើការតាក់ទងជាមួយខ្ញុំផ្ទាល់បានគឺមាននៅ showroom Havon Auto របស់យើងបងប្អូន